abroad abroad មួយទៀត abroad abroad ពាក្យពីរហ្នឹងដូចគ្នាទេទាំង spelling ការនិយាយដូចគ្នាអស់ abroad abroad ប៉ុន្តែខុសនេះត្រង់ថា abroad មួយថ្នាក់ពាក្យជាគុណគ្រាសព្ទ adverb មួយទៀតថ្នាក់ពាក្យវាជា noun ណា noun គឺនាមអូខេដូច្នេះ abroad ពីរនេះប្រើដូចគ្នាទេឬក៏ខុសគ្នាខ្ញុំនឹងប្រាប់អ្នកក្នុងវីដេអូនេះ abroad abroad ថ្នាក់ពាក្យ adverb មានន័យថាបរទេសបរទេសមានន័យថាម៉េចមានន័យក្រៅប្រទេសណាក្រៅប្រទេសឬក៏បរទេសក្រៅប្រទេសនៃតែមួយណា abroad abroad ណាទៅបរទេស go abroad រស់នៅបរទេស live abroad ឃើញទេអញ្ចឹង abroad នឹងន័យអញ្ចឹងណាដល់ទីហោ Makara has gone abroad ណា has gone abroad on business អញ្ចឹង Makara អ្នកបានទៅបរទេសឬក៏បានទៅក្រៅប្រទេសដើម្បីរកស៊ីដើម្បីធ្វើជំនួយរកស៊ីអូខេដូច្នេះ abroad វាបញ្ជាក់ន័យឲ្យ go គឺជា verb ផ្សេង gone ប្រើជាទម្រង់ present perfect simple ដូច្នេះ has gone មានន័យថាបានទៅ abroad បរទេសឬក៏ប្រទេសក្រៅអូខេដូច្នេះ abroad មានន័យថាក្រៅប្រទេសក៏បានបរទេសក៏បានក្នុងន័យនេះមួយទៀត abroad នឹងជា noun ទេបរទេសដែរដូចគ្នាប៉ុន្តែអានេះមិនមែនក្រៅប្រទេសគឺប្រទេសក្រៅណាប្រទេសក្រៅពីប្រទេសយើងរស់នៅប្រទេសដែលមិនមែនជាប្រទេសរស់នៅហៅប្រទេសក្រៅអូខេខ្ញុំនៅប្រទេសកម្ពុជាអញ្ចឹងប្រទេសក្រៅវាមានណាមមានថៃមានឡាវមានជាប់ព្រំដែនគេចាត់ទុកថាជាបរទេសដែរប្រទេសក្រៅដែរឬក៏នៅអឺរ៉ុបនៅអាមេរិកនៅអូស្ត្រាលីក៏ចាត់ទុកជាបរទេសឬប្រទេសក្រៅដែរទីហោអញ្ចឹងអូខេដូច្នេះ abroad អ្នកពីវា noun ទេយើងមើលទីតាំងរបស់វាMakara has just come from abroad នេះវាតាមមកដោយ from ឃើញទេយើងតាមមុខពី from នេះដាក់ from abroad ចឹង abroad មិនមែនជា adverb ទេព្រោះជា noun វិញវាអានដូចគ្នាប៉ុន្តែជា noun ទេដោយសារយើងប្រើក្រោយ from ឃើញទេចឹង come from abroad បកប្រែថាម៉េចមកពីបរទេសឃើញទេមកពីប្រទេសក្រៅមកពីបរទេសក៏បានមកពីប្រទេសក្រៅក៏បានដូច្នេះ abroad ដូចគ្នាប៉ុន្តែថ្នាក់ពាក្យខុសគ្នាណា Makara ទៅតែបានមកពីប្រទេសក្រៅទៅតែបានមកពីបរទេសឃើញទេន័យខុសគ្នាថងណាកាលណាយើងអត់មាន preposition from គឺ abroad នេះច្បាស់ណាស់ខ្លាយទៅជាadverb ឬគុណកិរិយាសព្ទប៉ុន្តែនេះវាពីមុខដោយ preposition ឬក៏ថ្នាក់អញ្ចឹងមានថាម៉េច abroad មានន័យថា noun ណាពីវានាមព្រោះក្រោយ from ធម្មតា come from Cambodia មិននាម come from កម្ពុជាមិននាម come from abroad ក៏ជានាមដែរដូច្នេះ abroad មានថាបរទេសឬក៏ប្រទេសក្រៅណាពីវា noun និង abroad មួយទៀត adverb គុណកិរិយាសព្ទមានបរទេសដូចគ្នានិងក្រៅប្រទេស